មកសួស្តីជាធានាយើងរៀនប្រើប្រាស់ជាមួយចំណុចនឹងទៅទៅនឹង weather ទៅទៅនឹងការប្រើប្រាស់លើ Google Search ត្រង់ចំណុចចប់ខ្ញុំសូម scroll ដែរអាកាសធាតុដូចយើងនិយាយអាចចប់គឺការព្យាករណ៍អាកាសធាតុនៅលើ Google អញ្ចឹងនៅលើ Google វាអាចជំនួយនៅការជាកអាកាសធាតុរបស់យើងមានថាយើងនៅតំបន់ណាមួយឬក៏យើងទៅប្រទេសណាមួយយើងមិនអាចដឹងពីអាកាសធាតុរបស់គេយ៉ាងម៉េចយើងអាចប្រើ Google ដើម្បី search នៅតំបន់ដែលយើងកំពុងរស់នៅឬក៏ស្វែងរកនៅអ្វីដែលយើងចង់បាននៅលើ Google ទៅទៅនឹងអាកាសធាតុនៅប្រទេសគេអញ្ចឹងយើងគាត់ចូលមកកាន់ browser ហើយយើងចូលមកកាន់ Google បន្តមកយើងធ្វើការវាយបញ្ចូលឧទាហរណ៍ទៅនឹងការប្រើប្រាស់ជាមួយនឹង weather អីគេយើងត្រូវវាបញ្ចូលពាក្យថា weather អញ្ចឹង weather នេះយើងចង់ដាក់នៅប្រទេសណាមួយឧទាហរណ៍ខ្ញុំដាក់នៅប្រទេសកម្ពុជាជាណាអញ្ចឹងមក weather កម្ពុជា Cambodia តមកវានឹងបង្ហាញពីលទ្ធផលរបស់យើងហើយយើងអាចមើលតភ្លៀងអត់តែពិចារណាគឺមើលទៅគឺភាគរយភ្លៀងគឺមានតិចណាច្រើនបំផុតគឺ 10% តែវាអត់ស្មានដែរជាងថ្ងៃសៅរ៍ក៏អត់ដែរថ្ងៃអាទិត្យក៏អត់មានដែរថ្ងៃច័ន្ទអង្គារពុធថ្ងៃពុធនេះភាគរយភ្លៀងមានច្រើនដែរមានដល់ 35% ថ្ងៃសុក្រអាទិត្យក្រោយអត់មានដែរហើយទៅនឹងខ្យល់យើងអាចមើលបាននេះខ្យល់ប្រហែលគីឡូម៉ែត្រក្នុង1ម៉ោងវាមាននៅនឹង24គីឡូម៉ែត្រក្នុង1ម៉ោងចុះថយខ្ញុំនៅតំបន់ណាមួយខ្ញុំអាចចុចកន្លែងពាក្យថាជ្រើសតំបន់ខ្ញុំចុចលើនឹងមកអញ្ចឹងខ្ញុំនៅតំបន់ណានៅតំបន់ផ្ទះចុចតំបន់ផ្ទះសំខាន់ស្អីដែរយើងឬនេះមកខ្ញុំរើក្រុងបាត់ដំបងតំបន់ផ្ទះយើងអត់តាម location វាយ email នៅអីចូលទៅវាអត់ចាប់អត់បានទេអញ្ចឹងខ្ញុំយកនៅក្រុងបាត់ដំបងអញ្ចឹងបាត់ដំបងថ្ងៃនេះគឺវាក៏អត់ស្មានដែរខ្យល់ហ្នឹងខ្លាំងបំផុតគឺ16គីឡូម៉ែត្រក្នុង1ម៉ោងនឹងសម្រាប់ការព្យាករណ៍នៅស្រុកខ្មែរអញ្ចឹងឧទាហរណ៍យើងនៅប្រទេសគេវិញអញ្ចឹងឧទាហរណ៍យើងព្យាករណ៍នៅខេត្តផ្សេងក៏បាននៅអីផ្សេងក៏បានដែរគឺគាត់ដាក់ weather ចឹងនេះនៅសៀមរាបគឺ27យើងដាក់ weather មួយទៀតយើងអាចទៅទៅនឹងពោធិ៍សាត់ឥឡូវយើងដាក់ពោធិ៍សាត់មួយទៀតពោធិ៍សាត់ជាពោធិ៍សាត់26ពីច្រើនបើថ្ងៃក្តៅភ្លៀងយើងមើលភ្លៀងមកភ្លៀងក៏មានដែរនៅហ្នឹងចឹងថយយើងមើលទៀតទៅទៅនឹងប្រទេសគេវិញថយយើងទៅដល់ប្រទេសជប៉ុនចឹងណាជប៉ុនមកជប៉ុនចឹងមកនេះប្រទេសជប៉ុនឥឡូវ8អង្សានៅប្រទេសជប៉ុនឥឡូវយើងកំណត់ទូទៅយើងកំណត់តាមទីក្រុងរបស់គេទេបើសិនយើងកំណត់លើទីក្រុងរបស់គេទៅទៅនឹងតូក្យូក៏8ដែរចាឥឡូវយើងដាក់នៅកូរ៉េម្ដងមើលកូរ៉េចឹងនៅកូរ៉េ17ហ៎កូរ៉េចិនឆៃណា1អង្សាចុយនៅកូរ៉េតិចនៅថៃមើលថៃកាសធាតុខុសយើងដូចគ្នាល្មមយើងណាដាក់យើងមើលប្រទេសតិចរុស្ស៊ី10ចុយគឺនៅចាញ់កូរ៉េ17កូរ៉េចិនជប៉ុនអាមេរិកាចូលអាមេរិកា13តិចជាងនៅកូរ៉េទៀតជាងនៅកូរ៉េខ្លាំងតិចខ្លាំង17នេះកូរ៉េជា17អង្សាកូរ៉េអញ្ចឹងសម្រាប់វីដេអូហ្នឹងវាមានតែប៉ុណ្្នឹងឯងតើតើនឹងការប្រើប្រាស់វា
វាគ្រាន់តែយើងបាយពាក្យថា weather នៅខាងមុខនេះមកហើយយើងដាក់តំបន់ដែលយើងចង់បានតែប៉ុណ្្នឹងលើទូរស័ព្ទដៃយើងប្រើបានដូចគ្នាដាក់ weather មកហើយយើងដាក់តំបន់ដែលយើងចង់ដឹងពីអាកាសធាតុនៅតំបន់ហ្នឹងចឹងសម្រាប់វីដេអូនេះមានតែហ្នឹងអរគុណសម្រាប់ការទស្សនា